Của chú này sao thì lại chuyện chú siêu tụ sập នៅល្ងាចថ្ងៃពុធទី24ខែធ្នូអង្គការសង្គមស៊ីវិលចំនួន183ស្ថាប័ននៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យមានការបង្កើតក្រុមស៊ើបអង្កេតអន្តរជាតិឯករាជ្យពាក់ព័ន្ធអំពើហិង្សាផ្លូវភេទលើប្រជាជនកម្ពុជានិងការសម្លាប់ខុសច្បាប់ដែលត្រូវបានចោទប្រកាន់ថាបានធ្វើឡើងដោយយោធាថៃតាមរយៈសេចក្តីថ្លែងការណ៍ដដែលអង្គការសង្គមស៊ីវិលទាំងនោះក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការប្រើប្រាស់កម្លាំងយោធានិងការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលប្រព្រឹត្តដោយរដ្ឋាភិបាលនិងយោធាថៃនៅក្នុងទឹកដីកម្ពុជាក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការចោទប្រកាន់ដែលគួរឲ្យទុកចិត្តបានអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររួមទាំងអំពើហិង្សាផ្លូវភេទប្រឆាំងនឹងជនស៊ីវិលកម្ពុជាដែលត្រូវបានចោទប្រកាន់ដោយក្រុមសមាជិកយោធាថៃសេចក្តីថ្លែងការណ៍បន្តថាទង្វើបែបនេះនៅពេលដែលផុសតាងត្រូវបានបញ្ជាក់ជាផ្លូវការគឺអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មក្រោមច្បាប់អន្តរជាតិហើយទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ឯករាជ្យយុត្តិធម៌និងមានប្រសិទ្ធភាពដោយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវអង្គការសង្គមស៊ីវិលទាំងនោះក៏បានចាត់ទុកប្រតិបត្តិការយោធាថៃថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិហើយបានបង្កការគំរាមកំហែងដោយផ្ទាល់ដល់ជនស៊ីវិលសន្តិភាពក្នុងតំបន់និងច្បាប់អន្តរជាតិយោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃគិតត្រឹមល្ងាចថ្ងៃទី24ខែធ្នូមានជនស៊ីវិលកម្ពុជាស្លូតត្រង់ចំនួន30នាក់ត្រូវបានសម្លាប់និង80នាក់រងរបួសខណៈដែលជនភៀសសឹកបានកើនឡើងដល់ជាង60,000នាក់អង្គការសង្គមស៊ីវិលក៏បានជំរុញឲ្យអង្គការសហប្រជាជាតិអាស៊ាននិងសហគមន៍អន្តរជាតិចាត់វិធានការជាដុំកំភួននិងធ្វើសកម្មភាពយ៉ាងសកម្មដោយផ្ទាល់ជាជាងដោយប្រយោលអង្គការទាំងនោះបាននិយាយថាវិធានការប្រកបដោយភាពច្នៃប្រឌិតស្របច្បាប់និងចេញជាគោលការណ៍រួមទាំងសម្ពាធការទូតការចូលរួមបង្ការទប់ស្កាត់ការដាក់ទណ្ឌកម្មតាមគោលដៅសមស្របនិងការត្រួតពិនិត្យជាអន្តរជាតិដោយភាពវៃឆ្លាតនិងចាំបាច់ដើម្បីទប់ស្កាត់ការរំលោភបំពានបន្ថែមទៀតនិងការពារប្រជាជនស៊ីវិលពួកគេក៏បានសង្កត់ធ្ងន់ដែរថាការឆ្លើយតបយឺតយ៉ាវឬមិនពេញលេញចំពោះការឈ្លានពានដែលក៏ឃ្លឿនវាមានតែបង្កើតនូវនីតិរដ្ឋភាពនិងធ្វើឲ្យការរំលោភបំពានទៅជារឿងធម្មតា